ធ្លាប់តែយកអណ្ដាតជ្រូកមកធ្វើជាផាក់លើតែថ្ងៃនេះខ្ញុំសាកយកមកឆាជាមួយនឹងគល់ស្លឹកគ្រៃវិញម្ដងនិយាយពីថាឆ្ងាញ់ប្លែកតែម្ដងបងប្អូនតោះកម្រងចាំយូរមុនដំបូងខ្ញុំមានគល់ស្លឹកគ្រៃយើងយកមករំលែងឲ្យបានឈ្ងុយជាមុនសិនគល់ស្លឹកគ្រៃនេះគឺខ្ញុំមកតែមកខ្ញុំហាន់ដាក់ក្នុងទូកកបន្ទាប់ពីគល់ស្លឹកគ្រៃយើងបានឈ្ងុយល្អហើយខ្ញុំចាក់ដាក់ក្នុងចានទុកមួយលើសិនបន្ទាប់មកខ្ញុំដាក់ប្រេងឆាហើយខ្ញុំដាក់ខ្ទឹមសបំពងមួយស្លាបព្រាបាយពេលដែលខ្ទឹមយើងបានឈ្ងុយហើយខ្ញុំចាក់អណ្ដាតជ្រូកចូលបន្ទាប់មកខ្ញុំរំលីងអណ្ដាតជ្រូកនោះបន្តិចទៅចាំយើងដាក់ស្ករបន្តិចទឹកត្រី2ស្លាបព្រាបាយខ្ញុំដាក់ស្ករតែបន្តិចទេពេលដែលខ្ញុំឆាគឺខ្ញុំតែដាក់ស្ករបន្តិចជានិច្ចបន្ទាប់មកខ្ញុំដាក់ស្លឹកក្រូចសើចហើយនិងម្ទេសចំពោះម្ទេសវិញបងប្អូនដាក់ច្រើនដាក់តិចអាស្រ័យលើបងប្អូនចូលចិត្តហើយយើងរំលែងបន្តិចទៅបន្ទាប់មកខ្ញុំចាក់ប្រេងខ្យងខ្ញុំដាក់តែ3មុខនេះទេខ្ញុំអត់ប្រើប្រហុកទេបើបងប្អូនចូលចិត្តប្រហុកក៏បងប្អូនអាចបន្ថែមប្រហុកទៀតកាន់តែឆ្ងាញ់បន្ទាប់មកខ្ញុំគ្របចោលប្រហែលជា10នាទីទៅ15នាទីដើម្បីឲ្យអណ្ដាតជ្រូកយើងបានផុយល្អពេលដែលអណ្ដាតជ្រូកយើងរៀងផុយហើយខ្ញុំបើកគម្របចេញហើយយើងរំងាស់ឲ្យរៀងរីងទឹកបន្តិចទើបខ្ញុំចាក់ខ្ទឹមក្រហមហើយនិងខ្ទឹមបារាំងចូលចំពោះបន្លែវិញបងប្អូនដាក់ខ្ទឹមបារាំងខ្ទឹមក្រហមឬមួយក៏អាចបន្ថែមផ្សិតទៀតក៏បានដែររួចខ្ញុំគ្របប្រហែលជា2នាទីឯទៀតដើម្បីឲ្យខ្ទឹមបារាំងខ្ទឹមក្រហមគឺបានឆ្អិនបន្តិចទើបខ្ញុំចាក់គល់ស្លឹកគ្រៃលេងតាមក្រោយយើងចាក់អញ្ចឹងគល់ស្លឹកគ្រៃយើងគឺនៅឈ្ងុយល្អហើយខ្ញុំរំលែងប្រហែលជា1នាទីឯទៅទើបខ្ញុំអត់មានម្រះព្រៅខ្ញុំដាក់ជីអង្កាមបងប្អូនមានម្រះព្រៅដាក់ម្រះព្រៅទៀតកាន់តែពិសេសឬមួយក៏ដាក់ជីនាងវងឬមួយក៏ជីរណាក៏បានដែររួចរាល់ហើយបងប្អូនមើលទៅទំនងទេឆ្ងាញ់ណាបងប្អូនកុំភ្លេចសាកល្បងគឺថាឆ្ងាញ់យូរមែនតើ